បខ្ញុំបាទតាំងសារដាសូមជម្រាបសួរលោកអ្នកនាងកញ្ញាពីរដ្ឋធានី Washington សហរដ្ឋអាមេរិកយើងខ្ញុំសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីផ្សាយរបស់សារព័ត៌មាន The Cambodia Daily ដែលផ្សាយតាមបណ្ដាញសង្គម Facebook YouTube និងនៅលើគេហទំព័រជាភាសាខ្មែរសម្រាប់យប់ថ្ងៃច័ន្ទទី19ខែឧសភាត្រូវជាថ្ងៃ800ខែពិសាខឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025ជាដំបូងនេះសូមជូនមេតិការព័ត៌មានប្រចាំថ្ងៃអ្នកខ្លំមើលអះអាងថាបើសមយុទ្ធនាគមាសដើរហួសពីគោលការណ៍អព្យាក្រឹតនឹងនាំទុកដាក់ខ្លួនទៅវិញអាជ្ញាធរនឹងបំពាក់បន្ថែមនៅឧបករណ៍ការពាររន្ទះនៅតាមប្រាសាទបន្ទាប់ពីមានបាតុភូតរន្ទះបណ្ដាលឲ្យមនុស្សស្លាប់បកប្រឆាំងស្នើឲ្យលោកហ៊ុនម៉ាណែតដាក់សំណើទៅកាន់រដ្ឋសភាធ្វើសច្ចាប័នទៅលើច្បាប់សមុទ្រលោកហ៊ុនម៉ាណែតអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមថែរក្សាសន្តិភាពដើម្បីកុំឲ្យរបបប្រល័យពូជសាសន៍វិលមកវិញអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ថាជប៉ុនមិនត្រូវអោបដៃឈរមើលរដ្ឋាភិបាលកម្ពុជាបន្តគៀបសង្កត់និងរំលោភសិទ្ធិមនុស្សតាមទំនឹងចិត្តទៀតនោះទេក្រោយពីការចរចាបរាជ័យដាណាម៉ាក់ផ្ដល់ជំនួយយោធា$600លានខណៈអ៊ីតាលីបញ្ជូនរថពាសដែកចំនួន400គ្រឿងទៅឲ្យអ៊ុយក្រែនរួមនឹងកម្មវិធី Idea Talk បាទជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានពិស្ដាអ្នកខ្លំមើលនិយាយថាបើកិច្ចសហការសមយុទ្ធនាគមាសកម្ពុជាចិនដើរហួសគោលការណ៍អព្យាក្រឹតនោះមិនមែនដើម្បីពង្រឹងសមត្ថភាពកងទ័ពកម្ពុជានោះទេប៉ុន្តែគឺជាការនាំគ្រោះដល់កម្ពុជាខ្លួនឯងទៅវិញអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវលោកសេសុជាតិបានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថាបើអាមេរិកមើលឃើញថាកម្ពុជាពិតជាអាចរក្សានៅអព្យាក្រឹតចំពោះនយោបាយរបស់ខ្លួនដោយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះកម្ពុជានឹងអាចទទួលបាននូវអត្ថប្រយោជន៍ពីអាមេរិកតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មកាន់តែច្រើនជាពិសេសក្នុងស្ថានភាពដែលកម្ពុជាកំពុងតែជាប់គំនាបពន្ធដ៏ធ្ងន់ធ្ងររបស់អាមេរិកក្នុងពេលនេះលោកសេសុជាតិបន្តថាបើកម្ពុជានៅតែអាចទទួលបាននូវការអនុគ្រោះពីអាមេរិកក្នុងការចាប់យកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចពាណិជ្ជកម្មបន្តទៀតចិនក៏នៅតែផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជាក្នុងការសហការនាំចេញទៅកាន់សហរដ្ឋអាមេរិកដែរដូច្នេះកម្ពុជានៅតែអាចទទួលបានផលប្រយោជន៍ទាំងសងខាងនិងមិនបង្កចំនួនរវាងអាមេរិកនិងចិនថែមទៀតលោកសេសុជាតិបន្តថាផ្ទុយទៅវិញបើកម្ពុជាបង្ហាញចំហជិតស្និទ្ធឬរក្សាគម្លាតម្ខាងនោះវាមិនត្រឹមតែនាំឲ្យកម្ពុជាបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខ្លួនតែមួយមុខនោះទេប៉ុន្តែវាក៏នឹងនាំឲ្យកម្ពុជាធ្លាក់ជ្រៅទៅក្នុងវិបត្តិភូមិសាស្ត្រនយោបាយរបស់មហាអំណាចដែរឆ្នាំ2025នេះកម្ពុជាចិនបានធ្វើសមយុទ្ធនាគមាសរួមគ្នាជាលើកទី7ដែលបែងចែកជាពីរផ្នែកក្រោមប្រធានបទប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នានិងការងារសង្គ្រោះមនុស្សធម៌ផ្នែកទី1គឺប្រតិបត្តិការនៅលើដីគោកនិងនៅលើអាកាសចាប់ពីថ្ងៃទី14ដល់ថ្ងៃទី28ខែឧសភាឆ្នាំ2025នៅមជ្ឈមណ្ឌលវឹកវើនកងរាជអាវុធហត្ថភ្នំជុំសែនរាជរាយក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងចំណែកឯផ្នែកទី2គឺប្រតិបត្តិការសមយុទ្ធកងទ័ពជើងទឹកនិងអាកាសចាប់ពីថ្ងៃទី14ដល់ថ្ងៃទី26ខែឧសភាឆ្នាំ2025នៅលើផ្ទៃសមុទ្ររបស់កម្ពុជាក្នុងភូមិសាស្ត្រខេត្តប្រសេះនោះអគ្គមេវិជ្ជការនៃកងយុទ្ធពលខេមរៈភូមិន្ទលោកវងពិសេនបានលើកឡើងនៅក្នុងពិធីបើកជាផ្លូវការនៅសមយុទ្ធនាគមាសកាលពីថ្ងៃទី17ខែឧសភាឆ្នាំ2025នេះថាសមយុទ្ធនាគមាសរវាងកម្ពុជានិងចិនបានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរដែលមិនអាចឲ្យបរទេសណាមួយមកបំបែកបានឡើយលោកវងពិសេសបន្តថាសមយុទ្ធនេះក៏បានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ដែរថាទោះបីជាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយក៏ចំណងមិត្តភាពដៃថែបរវាងប្រទេសទាំងពីរកាន់តែរឹងមាំជាជាប់ជានិច្ចនិងបន្តរីកចម្រើនឥតឈប់ឈរតទៅមុខទៀតសមយុទ្ធនាគមាសឆ្នាំ2025នេះមានកម្លាំងទ័ពកម្ពុជាចិនសរុបជាង 2000 នាក់ចូលរួមក្នុងនោះកងទ័ពរំដោះប្រជាជនចិនមានជាង800នាក់ចាប់តាំងពីឆ្នាំ2016មកកម្ពុជានិងចិនបានធ្វើសមយុទ្ធរួមគ្នាចំនួន7លើករួចមកហើយស្របពេលដែលសមយុទ្ធរវាងកម្ពុជានិងអាមេរិកត្រូវបានអាក់ខានដោយសារតែកម្ពុជាបានសម្រេចជាឯកតោភាគីក្នុងការផ្អាកនៃការធ្វើសមយុទ្ធជាមួយនឹងសហរដ្ឋអាមេរិកកាលពីឆ្នាំ2017ប៉ុន្តែនៅពេលនេះកម្ពុជានិងអាមេរិកបានឈានទៅដល់ការយល់ព្រមធ្វើសមយុទ្ធរួមគ្នាឡើងវិញហើយមន្ត្រីជាន់ខ្ពស់របស់កម្ពុជានិងអាមេរិកបានពិភាក្សាគ្នាក្នុងការចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថាឆ្មាំអង្គរ
ការអះអាងនេះនៅគឺធ្វើឡើងនៅក្នុងជំនួបរវាងឧត្តមសេនីយ៍ម៉ៅសុផាន់មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយនឹងលោក Ronald P. Clark មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ Pacific ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាលោក Ronald P. Clark និងលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាក៏បានពិភាក្សាគ្នាលើបញ្ហានេះនៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2025ប៉ុន្តែភាគីទាំងពីរនៅមិនទាន់បានកំណត់កាលបរិច្ឆេទថាពួកគេនឹងចាប់ផ្ដើមធ្វើសមយុទ្ធឆ្មាំអង្គរនេះនៅពេលណាឲ្យប្រកាសនៅឡើយទេបាទលោកអ្នកនាងជាទីមេត្រីអាជ្ញាធរខេត្តសៀមរាបនឹងដំឡើងបន្ថែមទៀតនៅឧបករណ៍ការពាររន្ទះនៅក្នុងបរិវេណប្រាសាទអង្គរវត្តនិងនៅតាមបណ្ដាប្រាសាទសំខាន់ៗមួយចំនួនទៀតដែលមានភ្ញៀវទេសចរដើរកម្សាន្តច្រើនបន្ទាប់ពីមានបាតុភូតរន្ទះបាញ់បណ្ដាលឲ្យបរិសម្នាក់ស្លាប់ហើយមនុស្ស14នាក់ទៀតរងរបួសនាយករដ្ឋបាលខេត្តសៀមរាបលោកលីវណ្ណៈបានប្រាប់ក្រុមអ្នកសារព័ត៌មានថាក្រុមការងារបានរកឃើញថាអាជ្ញាធរជាតិអប្សរាបានបំពាក់ឧបករណ៍ការពាររន្ទះបានមួយចំនួនធំហើយប៉ុន្តែវាមិនទាន់គ្របដណ្ដប់ពេញលេញដូចជានៅតាមផ្លូវដើរជាដើមលោកលីវណ្ណៈបន្ថែមថារដ្ឋមន្ត្រីក្រសួងការពារជាតិលោកទាសីហាបានដឹកនាំក្រុមការងារកងវិស្វកម្មដើម្បីពិនិត្យមើលថាតើមានអ្វីខ្លះដែលអាចបំពេញបន្ថែមទៀតនៅចំណុចណាដែលខ្វះខាតលោកថាក្រុមការងារក្រុងដាក់នៅតាមប្រាសាទជាច្រើនជាពិសេសប្រាសាទដែលមានភ្ញៀវទេសចរទៅលេងច្រើនលោកទាសីហាបានជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរាប្រជុំពិភាក្សាគ្នាលម្អិតបន្ថែមទៀតដើម្បីកំណត់ទីតាំងជាក់លាក់ក្នុងការដំឡើងឧបករណ៍ការពារគ្រោះមហន្តរាយធម្មជាតិនេះកាលពីល្ងាចថ្ងៃទី16ខែឧសភាឆ្នាំ2025មានករណីរន្ទះបាញ់នៅបរិវេណប្រាសាទអង្គរវត្តបណ្ដាលឲ្យមានបរិសម្នាក់ស្លាប់និងរបួស14នាក់ផ្សេងទៀតអ្នកស្លាប់ជាពលរដ្ឋរស់នៅក្នុងសង្កាត់នគរធំក្រុងសៀមរាបខេត្តសៀមរាបគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថានៅក្នុងរយៈពេល4ខែឆ្នាំ2025នេះគ្រោះរន្ទះបាញ់បានកើតមានឡើងចំនួន30លើកបណ្ដាលឲ្យមនុស្សស្លាប់12នាក់របួស16នាក់និងខូចខាតផ្ទះចំនួន6ខ្នងនិងងាប់គោក្របី21ក្បាលបើធៀបទៅនឹងរយៈកាលដូចគ្នាគឺ4ខែដូចគ្នាកាលពីឆ្នាំ2024កន្លងទៅឃើញថាមានការកើនឡើងដល់ទៅ4ដងឯណោះគណៈបកសង្គ្រោះជាតិស្នើឲ្យលោកហ៊ុនម៉ាណែតដាក់សំណើទៅរដ្ឋសភាធ្វើសច្ចាប័នទៅលើច្បាប់សមុទ្រ UN-CLOS ដើម្បីមានសិទ្ធិពេញលេញប្តឹងប្រទេសជិតខាងដែលកំពុងតែរំលោភដែនអធិបតេយ្យជាតិខ្មែរសពថ្ងៃនេះមន្ត្រីជាន់ខ្ពស់បកប្រឆាំងលោកអ៊ុំសំអានបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃនេះក៏ដូចជាប្រាប់សារព័ត៌មាននៅ Cambodia Daily ថានៅពេលដែលកម្ពុជាផ្ដល់សច្ចាប័នទៅលើច្បាប់សមុទ្រពេញលេញកម្ពុជានឹងឈ្នះក្តីទៅលើប្រទេសថៃនិងប្រទេសវៀតណាមយ៉ាងពិតប្រាកដប្រសិនបើរដ្ឋាភិបាលប្តឹងប្រទេសទាំងពីរនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយករណីកោះគុតកោះត្រល់កោះក្រចកសេះនិងដែនសមុទ្រត្រួតស៊ីគ្នាជាមួយនឹងថៃទំហំ 26,000 គីឡូម៉ែត្រការ៉េជាដើមលោកអ៊ុំសំអានលើកឡើងថាច្បាប់សមុទ្រគឺជាសន្ធិសញ្ញាអន្តរជាតិកំណត់អំពីសិទ្ធិនិងកាតព្វកិច្ចរបស់បណ្ដាប្រទេសជាសមាជិកក្នុងការប្រើប្រាស់សមុទ្ររួមទាំងការកំណត់ព្រំដែនសមុទ្រសិទ្ធិសេដ្ឋកិច្ចការពារបរិស្ថានសមុទ្រនិងការដោះស្រាយចំនួនដែនសមុទ្រផងដែរលោកពន្យល់ថាការដោះស្រាយនិងការកំណត់ដែនសមុទ្ររួមទាំងកោះគឺបានកំណត់យ៉ាងច្បាស់នៅក្នុងច្បាប់នេះដូចជាសមុទ្រដែនដីត្រូវបានកំណត់ចម្ងាយ12ម៉ាយឬស្មើនឹង24គីឡូម៉ែត្រតំបន់តភ្ជាប់ត្រូវបានកំណត់ចម្ងាយ24ម៉ាយឬស្មើនឹង44គីឡូម៉ែត្រចំណែកឯតំបន់សេដ្ឋកិច្ចផ្ដាច់មុខត្រូវបានកំណត់ចម្ងាយ200ម៉ាយឬស្មើនឹង370គីឡូម៉ែត្ររីឯខ្ពង់រាបបាតសមុទ្រត្រូវបានកំណត់ចម្ងាយមិនឲ្យលើសពី200ម៉ាយឬស្មើនឹង370គីឡូម៉ែត្រផងដែរលោកអ៊ុំសំអានថាបើគិតតាមច្បាប់សមុទ្រដែលបានកំណត់នេះទាំងកោះត្រល់ចង្កោមកោះក្រចកសេះនិងកោះគុតជាដើមត្រូវតែជាកម្មសិទ្ធិរបស់កម្ពុជាទាំងអស់ចំនួនប្រទេសដែលបានចុះហត្ថលេខាទៅលើច្បាប់សមុទ្រ UN-CLOS គិតត្រឹមខែតុលាឆ្នាំ2024កន្លងទៅមានចំនួន170ប្រទេសក្នុងនោះ166ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយក៏មានប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន14ផងដែរដែលបានចុះហត្ថលេខាប៉ុន្តែមិនទាន់ផ្ដល់សច្ចាប័នទៅលើច្បាប់សមុទ្រនេះក្នុងនោះក៏មានកម្ពុជាមួយដែរជុំវិញបញ្ហានេះអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជានិងជាចៅក្រមអន្តរជាតិលោក Hironochi រួមទាំងឯកអគ្គរដ្ឋទូតប្រទេសបារាំងប្រចាំនៅកម្ពុជាលោក Jacques Pelé កាលពីពេលថ្មីៗនេះបានដាស់តឿនឲ្យកម្ពុជាធ្វើសច្ចាប័នច្បាប់សមុទ្រ UN-CLOS ដើម្បីទទួលបាននូវអត្ថប្រយោជន៍និងអាចដោះស្រាយដែនសមុទ្ររួមទាំងកោះកម្ពុជាដែលកំពុងមានជម្លោះ
ជាមួយនឹងថៃនិងវៀតណាមរហូតមកនោះបាទលោកនាងជាទីមេត្រីលោកហ៊ុនម៉ាណែតអំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្សដើម្បីកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញលោកហ៊ុនម៉ាណែតបានចេញលិខិតនៅក្នុងខួបលើកទី8នៃទិវាជាតិនៃការចងចាំ20ឧសភាកាលពីថ្ងៃទី16ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះថាបើគ្មានសន្តិភាពគឺមានសង្គ្រាមហើយបើមានសង្គ្រាមនឹងធ្វើឲ្យប្រទេសជាតិកាន់តែក្រីក្រអសន្តិសុខគ្មានស្ថិរភាពនិងគ្មានការអភិវឌ្ឍជាដើមលោកអំពាវនាវឲ្យពលរដ្ឋសិក្សាអំពីការឈឺចាប់របស់កម្ពុជាកាលពីអតីតកាលនិងរួមគ្នាទប់ស្កាត់របបប្រល័យពូជសាសន៍ដែលជាប្រវត្តិដ៏ឈឺចាប់បំផុតទៅលើប្រជាជនកម្ពុជាដោយសារការកាប់សម្លាប់ជិះជាន់និងការធ្វើទរណកម្មគ្រប់បែបយ៉ាងប្រពន្ធដែលបញ្ជាក់ថាទិវាជាតិនៃការចងចាំបានរួមចំណែកក្នុងការផ្សះផ្សាជាតិជំរុញឲ្យមានភាពសុខដុមរមណីយកម្មក្នុងសង្គមកម្ពុជានិងបានលើកកម្ពស់នៅការផ្សព្វផ្សាយអំពើឃោរឃៅដែលបានកើតមានឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដូចជាទប់ស្កាត់និងបង្ការកុំឲ្យមានរបបឃោរឃៅព្រៃផ្សៃនិងប្រល័យពូជសាសន៍បែបនេះកើតមានឡើងសារជាថ្មីម្ដងទៀតកាលពីថ្ងៃទី14ខែកុម្ភៈឆ្នាំ2018រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកំណត់យកថ្ងៃទី20ខែឧសភាជារៀងរាល់ឆ្នាំជាទិវាជាតិនៃការចងចាំដែលជាបុណ្យជាតិផ្លូវការមួយដើម្បីគោរពដល់វិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនិងការប៉ះប៉ូវនៅការឈឺចាប់ផ្លូវចិត្តដល់ជនរងគ្រោះក្នុងសម័យនោះផងដែរតើទៅនឹងបញ្ហានេះក្រុមអ្នកសង្កេតការណ៍លើកឡើងថាពលរដ្ឋខ្មែរដែលបានស្លាប់ក្នុងរបបខ្មែរក្រហមនៅតែមិនទទួលបានយុត្តិធម៌នៅឡើយក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាអស់រយៈពេលជាង4ទសវត្សរ៍មកនេះគណៈជនរងគ្រោះដែលបានស្លាប់ក្រោមការដឹកនាំរបស់លោកហ៊ុនសែនក៏មិនដែលទទួលបាននៅយុត្តិធម៌ដូចគ្នាដែរទោះអំពើឃាតកម្មទាំងអស់នោះបានកើតមានតាំងពីជាង20ឆ្នាំមុនក៏ដោយជាក់ស្ដែងករណីឃាតកម្មទៅលើអ្នកស្រីពិសិដ្ឋពីលីកាការបាញ់សម្លាប់មេដឹកនាំសហជីពលោកជីវវិជាការបាញ់សម្លាប់សកម្មជនការពារព្រៃឈើលោកឈុតវុធីការបាញ់សម្លាប់ព្រះភិក្ខុសំបន្ធឿននិងការបាញ់សម្លាប់អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមបណ្ឌិតកែមលីហើយចុងក្រោយនេះគឺលោកលឹមកឹមយ៉ាដែលជាតំណាងរាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិជាងនេះទៅទៀតការបាញ់សម្លាប់កងទ័ពនៃរបបរាជានិយមរាប់រយនាក់កណ្ដាលទីក្រុងភ្នំពេញពីសំណាក់កងទ័ពក្រោមបញ្ជារបស់លោកហ៊ុនសែនកាលពីឆ្នាំ1997ក៏រដ្ឋាភិបាលខ្មែរមិនទាន់អាចវេកមុខឃាតករពិតយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់រហូតមកទល់ពេលនេះដែរអ្នកខ្លំមើលខ្លះនិយាយថារបបវិលពិឃាតអាចវិលត្រឡប់មកវិញបានលុះត្រាតែគណៈបកប្រជាជនកម្ពុជាជាអ្នកប្រព្រឹត្តពីព្រោះក្រុមមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រជាជនកម្ពុជាភាគច្រើនសុទ្ធសឹងតែជាកម្មអភិបាលខ្មែរក្រហមស្រាប់ជាពិសេសឪពុករបស់លោកហ៊ុនម៉ាណែតគឺលោកហ៊ុនសែននេះតែម្ដងម្យ៉ាងទៀតមានតែគណៈបកប្រជាជនកម្ពុជាទេដែលកំពុងតែគ្រប់គ្រងអំណាចហើយមានទាំងកម្លាំងប្រដាប់អាវុធពេញដៃថែមទៀតនោះឥឡូវនេះយើងកលេចមើលទៅនឹងប្រធានបទរបស់យើងពាក់ព័ន្ធនឹងសមយុទ្ធនាគមាសលោកដឹងហើយថាសមយុទ្ធនាគមាសរវាងកម្ពុជាចិនបានធ្វើឡើងតាំងពីឆ្នាំ2016រហូតមកទល់ពេលនេះគឺបានចំនួន7លើកហើយសម្រាប់ឆ្នាំ2025នេះកម្ពុជាចិនបានធ្វើសមយុទ្ធរួមគ្នាជាពីរផ្នែកទី1គឺសមយុទ្ធនៅលើដីគោកនិងនៅលើអាកាសនៅឯមជ្ឈមណ្ឌលវឹកវើនកងរាជអាវុធហត្ថភ្នំជុំសែនរាជរាជខេត្តកំពង់ឆ្នាំងផ្នែកទី2គឺប្រតិបត្តិការសមយុទ្ធកងទ័ពជើងទឹកនិងជាអាកាសនៅលើផ្ទៃសមុទ្ររបស់កម្ពុជាក្នុងខេត្តសៀនុដែលនឹងបញ្ចប់នៅចុងខែឧសភានេះដែរតើលោកគិតថាសមយុទ្ធកម្ពុជាចិនក្នុងពេលនេះនឹងជះឥទ្ធិពលដល់នយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជាដែរទេក្នុងពេលដែលកម្ពុជាកំពុងស្នើសុំបញ្ចុះពន្ធពីអាមេរិកហើយក្នុងពេលនេះគណៈដែលពន្ធរបស់អាមេរិកលើកម្ពុជាកំពុងជាប់ពាក់ព័ន្ធនឹងបញ្ហាចិនដែរនោះបាទលោកម៉ែណាតសូមជឿបាទសូមជម្រាបសួរលោកតាំងសារដានិងប្រិមិត្ត The Camp Daily នៅថ្ងៃនេះខ្ញុំយល់ថាបើធ្វើត្រឹមត្រូវគេមិនដេញដោលទេវាមិនប៉ះពាល់ទេណាបាទករណីសមយុទ្ធយោធាជាមួយចិនក្តីជាមួយអាមេរិកក្តីហ្នឹងគឺបានធ្វើទៅជាធម្មតានៅពេលថ្មីនេះប៉ុន្តែបញ្ហាមួយដែលវាប៉ះពាល់ហើយប៉ះពាល់នេះគឺពាក់ព័ន្ធរឿងសិទ្ធិមនុស្សធំជាងគេលោកសាដាបាទលោកសាដាដឹងស្រាប់ទេថ្មីហ្នឹងហើយមន្ត្រីព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកហ្នឹងបានមកទស្សនកិច្ចនៅកម្ពុជាហើយគេបានសូមជួបលោកកឹមសុខាអញ្ចឹងដែរហើយត្រូវបានចៅក្រមខ្មែរហ្នឹងបដិសេធមិនឲ្យជួប
រឿងនេះមិនមែនជាកំហុសចៅក្រមទេយើងមើលទៅកំហុសលោកហ៊ុនសែនព្រោះលោកហ៊ុនសែនជាអ្នកបញ្ជាលើតុលាការបញ្ជាលើចៅក្រមអាហ្នឹងមួយទៅណាបាទហើយចំណុចមួយទៀតគឺស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាហ្នឹងគឺកាន់តែធ្ងន់ធ្ងរជាងមុនណាហើយអាភាពធ្ងន់ធ្ងរនេះយើងដឹងស្រាប់ហើយសហរដ្ឋអាមេរិកគេត្រូវការឲ្យកម្ពុជានឹងស្ដារស្ថានភាពសិទ្ធិមនុស្សស្ថានភាពជាតៃឡើងវិញដើម្បីណាជជែកគ្នាអំពីរឿងនៃជំនួយជជែកគ្នាអំពីរឿងប្រព័ន្ធអនុគ្រោះពន្ធជជែកគ្នារឿងនេះការចរចាសុំបញ្ចុះកូតាពាណិជ្ជកម្មដែលអាមេរិកដំឡើងរហូតដល់ 49% ហ្នឹងហើយបញ្ហាចរចានេះយើងមើលទៅវាអត់ជោគជ័យទេនៅជុំទី1ប្រហែលថ្ងៃកន្លងទៅហ្នឹងណាហ្នឹងមួយទៅហើយមួយទៀតយើងមើលថ្មីនេះដែរហ្នឹងសហរដ្ឋអាមេរិកក្រសួងសេដ្ឋកិច្ចអាមេរិកហ្នឹងបានដាក់បញ្ជីខ្មៅទៅលើក្រុមហ៊ុនរបស់លោកហ៊ុនតូហើយលោកសាដាដឹងស្រាប់ហើយក្រុមហ៊ុនរបស់លោកហ៊ុនតូជាណាគឺជាសាច់ញាតិបង្កើតរបស់លោកហ៊ុនសែនបាទឃើញទេហើយក្រុមហ៊ុនលោកហ៊ុនតូនេះគឺជាក្រុមហ៊ុនដែលគេហៅថាពាក់ព័ន្ធនឹងបទអក្រិតកម្មឆបោកអនឡាញជាអន្តរជាតិអញ្ចឹងណាបាទហ្នឹងដូច្នេះរឿងទាំងអស់នេះវាមានការចាប់ចម្ពាក់ចម្ពិនគ្នារញ៉េរញ៉ៃហ្នឹងហើយវាជាឥទ្ធិពលខ្លាំងណាស់ទៅលើការឥទ្ធិពលនៃការចរចាជាមួយសហរដ្ឋអាមេរិកហ្នឹងហើយយើងមើលទៅការចរចានៅពេលខាងមុខនេះនៅថ្ងៃទី1មិថុនាខាងមុខនេះទំនងជាមិនជោគជ័យទៀតទេអញ្ចឹងណាលោកសាដាវាលុះណាតែកម្ពុជានឹងបញ្ជាក់ចំហច្បាស់លាស់ជាមួយនឹងសហរដ្ឋអាមេរិកទៅលើទំនាក់ទំនងចិនកម្ពុជាហ្នឹងបាទតែយើងមើលបញ្ហាទំនាក់ទំនងចិនកម្ពុជាលោកសាដាមើលទៅកម្ពុជាមិនអាចស្អាតស្អំបានទេរឿងហ្នឹងណាបាទហ្នឹងហើយបញ្ជាក់ឡើងវិញបញ្ហាសិទ្ធិមនុស្សប្រជាធិបតេយ្យក៏កម្ពុជានឹងកាន់តែធ្ងន់ធ្ងរឲ្យព្រមស្ដារឲ្យឡើងឲ្យមានប្រក្រតីភាពឡើងវិញហើយនឹងចុងក្រោយហ្នឹងគឺបញ្ហាស្ថានភាពអនឡាញឆបោកអនឡាញហ្នឹងហើយពាក់ព័ន្ធនឹងបទអក្រិតកម្មជាអន្តរជាតិជាមួយនៅក្នុងចង្កោមក្រុមគូសានាយករដ្ឋមន្ត្រីអានេះកន្លែងហ្នឹងដែលជាផលវិបាកធំបំផុតធ្វើឲ្យកម្ពុជានឹងវាជួបបញ្ហាដែលមិនសង្ឃឹមថាអាចទៅមុខបានជោគជ័យទេក្នុងការចរចាហ្នឹងលោកម៉ែណាត់បានលើកឡើងពាក់ព័ន្ធទៅនឹងបញ្ហាលោកហ៊ុនតូដែលរងក្រុមហ៊ុនរបស់គាត់ឈ្មោះ Huawei ហ្នឹងគឺថារងនៅការដាក់ទណ្ឌកម្មពីអាមេរិកគឺថាមិនអោយអាប្រព័ន្ធចរាចរណ៍សាច់ប្រាក់ដុល្លារហ្នឹងចូលទៅក្នុងប្រព័ន្ធរបស់អាមេរិកទេដូច្នេះហេតុអីបានជាអាមេរិកមិនព្រមដាក់ទណ្ឌកម្មលោកហ៊ុនតូតែម្ដងទេចាំបាច់ដាក់ក្រុមហ៊ុនលោកហ៊ុនតូទៅអីមិនអញ្ចឹងឯលោកម៉ែណាត់តើចំណុចអីដែលធ្វើឲ្យអាមេរិកមិនដាក់ទណ្ឌកម្មដោយផ្ទាល់សហរដ្ឋអាមេរិកគេប្រមានសិនគេមិនដាក់ចំតែម្ដងទេយើងមើលការប្រមាននេះគេប្រមានតាំងពីប្រហែលឆ្នាំមុនក្រោយពេលរំលាយគណៈបក្សសង្គ្រោះជាតិមិនអញ្ចឹងគេប្រមានដាក់ទណ្ឌកម្មពួកអ្នកធំច្រើនអ្នកហើយនឹងពួកអ្នកមានអំណាចពួកដែលចិត្តដិតជាមួយលើក្រុមហ៊ុនក្រុមគ្រួសារលោកហ៊ុនសែនដូចជាគេដាក់ទណ្ឌកម្មលោកហ៊ីងវ៉ុនហៀងគេដាក់ទណ្ឌកម្មលើលោកត្រីភិបគេដាក់ទណ្ឌកម្មលើលោកលីយ៉ុងផាត់ហើយឥឡូវហ្នឹងគេដាក់ទណ្ឌកម្មក្រុមហ៊ុនរបស់លោកហ៊ុនតូគេមិនចង់ដាក់ដោយផ្ទាល់ទេតែគេត្រូវប្រមានសិនប្រមានទៅលើគ្រួសារនាយករដ្ឋមន្ត្រីហ្នឹងតើមានមធ្យោបាយដើម្បីដោះស្រាយបញ្ហាហ្នឹងឬទេបាទចឹងណាបើសិនគេដាក់បង្កកទ្រព្យសម្បត្តិនៃនាយករដ្ឋមន្ត្រីហ្មងវាមិនទៅខុសអីពីគេសហរដ្ឋអាមេរិកបង្កកទ្រព្យសម្បត្តិរុស្ស៊ីមិនចឹងបាទកាលណាបង្កកទ្រព្យសម្បត្តិរុស្ស៊ីហ្នឹងធ្វើឲ្យអាសេដ្ឋកិច្ចកម្ពុជាកលាប់ចាក់អញ្ចឹងគេមិនចង់ឲ្យបញ្ហាហ្នឹងវាកើតឡើងភ្លាមទេខ្ញុំចង់បញ្ជាក់ថាបើសេដ្ឋកិច្ចកម្ពុជាកលាប់ចាក់ដោយដែលអាមេរិកដាក់ទណ្ឌកម្មរុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុយក្រែនណាអាច78ម៉ោងហ្នឹងកម្ពុជាដួលរលំបាទដួលរលំដោយសារកំហឹងប្រជាពលរដ្ឋអញ្ចឹងណាប៉ុន្តែសហរដ្ឋអាមេរិកគេមិនចង់ដោះស្រាយដោយវិធីហ្នឹងទេគេចង់ឲ្យរដ្ឋាភិបាលកម្ពុជាហ្នឹងរួមមធ្យោបាយដើម្បីជជែកគ្នាហើយសម្រួលស្ថានភាពកុំឲ្យវាតឹងតែងពេកអញ្ចឹងណាអាហ្នឹងជាមធ្យោបាយការទូតគេធ្វើអញ្ចឹងហើយគេសុកចិត្តដាក់ទណ្ឌកម្មមនុស្សនៅជុំវិញក្រុមគ្រួសារលោកហ៊ុនសែនមុនបាទ
ហើយបើថាពិបាកពេកដល់ថ្ងៃណាមួយរដ្ឋថៃបាលហ្នឹងមិនព្រមភ្ញាក់រលឹកអាហ្នឹងគេអាចដាក់ទណ្ឌកម្មក្រុមគ្រួសារលោកហ៊ុនសែនដែរគេអាចដាក់ទណ្ឌកម្មក្រុមគ្រួសារលោកហ៊ុនសែនដូចយើងនិយាយមិញហ្នឹងដូចរឿងដែលកើតឡើងនៅសេរីលង្កាឆ្នាំមុននោះស្អាតដែរបាទនៅពេលដែលស្ថានភាពសេដ្ឋកិច្ចសេរីលង្កាវាដុនដាពេកឃើញវានាំឲ្យមានបាតកម្មផ្ដួលរំលំរដ្ឋថៃបាលណែបងប្រុសអូនប្រុសចោលធ្លាក់ចោលទៅអាហ្នឹងចឹងណាបាទជួនយោបល់ប៉ុណ្្នឹងសិនបាទលោកមែនណាតនៅថ្ងៃនេះដែលអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទលោកវងពិសេនបានលើកឡើងនៅក្នុងពិធីបើកជាផ្លូវការសម្យុទ្ធនេះមាសនេះថាសម្យុទ្ធនេះមាសរវាងកម្ពុជាចិនក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរដែលมันអាចឲ្យបរទេសណាបបែកបានឡើយហើយសម្យុទ្ធនេះក៏បញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាទោះបីជាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយក៏ចំណងមិត្តភាពដែលថែបរវាងប្រទេសទាំងពីរកាន់តែរឹងមាំជានិច្ចនិងបន្តរីកចម្រើនទៅមុខឥតឈប់ឈរតើចំណុចនៃការលើកឡើងនេះលោកមានការវាយតម្លៃបែបណាដែរទៅលោកម៉ែណាតបាទខ្ញុំគិតថាលោកវងវិសេនគាត់លើកឡើងគាត់អត់ស្គាល់ទិសដៅនយោបាយរបស់សហរដ្ឋអាមេរិកទេហើយគាត់ការលើកឡើងរបស់គាត់ហ្នឹងធ្វើឲ្យការចរចារបស់នៃក្រុមអ្នកចរចារបស់លោកប៉ែនថុលលោកប៉ែនថុលសុនច័ន្ទថុលសំទោសលោកសុនច័ន្ទថុលហើយនឹងអ្នកស្រីចោមនិមលហ្នឹងវានឹងមិនជោគជ័យកាលណាតាមពិតលោកវងវិសេនហ្នឹងគាត់គ្មានចេតនានិយាយអញ្ចឹងប្រហែលទេក៏ប៉ុន្តែចិត្តមួយគឺថាចង់លើកដំកើងមេដឹកនាំរបស់គាត់ព្រោះមេដឹកនាំរបស់គាត់ហ្នឹងទៅប្រកាសអំពីមិត្តដៃថៃជាមួយចិនអីអញ្ចឹងទៅហើយដល់លោកវងវិសេនគាត់អត់យល់ការវិវត្តស្ថានភាពនយោបាយរបស់កម្ពុជាក្នុងស្ថានភាពបច្ចុប្បន្នហ្នឹងជាមួយសហរដ្ឋអាមេរិកអញ្ចឹងគាត់និយាយដូចដែលមេដឹកនាំពីមុនអញ្ចឹងនិយាយទៅតែនិយាយទៅគឺវាអាចធ្វើឲ្យប៉ះពាល់កាន់តែធ្វើឡើងលោកសាដាអញ្ចឹងណាបាទប៉ុន្តែតើការលើកឡើងរបស់លោកវងពិសេសនេះវាហាក់ដូចជាអាចនឹងជាការដូចថាឌឺដងឲ្យសហរដ្ឋអាមេរិកដែរទេដូចថាការធ្វើសម្ពាធនេះគឺមានតែចិនទេជាមិត្តដៃថែបហើយគ្មានប្រទេសណាអាចមកបំបែកតំណែងតំណងរវាងចិននិងកម្ពុជាទេហាក់បីដូចជាមានបកប់នៅការឌឺដងឲ្យទៅលើសហរដ្ឋអាមេរិកតើចំណុចនេះលោកយល់យ៉ាងម៉េចដែរលោកម៉ាណាតបាទខ្ញុំគិតថាគាត់និយាយត្រង់លោកសាដាគាត់និយាយត្រង់ហើយគាត់ប្រហែលជាមិនយល់អំពីកិច្ចការនយោបាយស៊ីជម្រៅទេក្នុងរឿងហ្នឹងណាបាទដោយសារគាត់ធ្លាប់ទន្ទិញពាក្យហ្នឹងរត់មាត់មេដឹកនាំរបស់គាត់ហ្នឹងចេះតែនិយាយរឿងមិត្តដៃថែបជាមួយវៀតណាមជាមួយចិនអីចឹងកន្លងទៅដូច្នេះគាត់ចេះទន្ទិញទៅហើយអ្នកណាសម្ភារគាត់នៅតែទន្ទិញចឹងទៅព្រោះអាការទន្ទិញរបស់គាត់វាអត់មានអ្នកណាណែនាំគាត់អត់មានអ្នកណាដាក់ទណ្ឌកម្មគាត់អញ្ចឹងគាត់បន្តនិយាយតទៅទៀតទៅបាទហើយយើងដឹងស្រាប់ហើយលោកហ៊ុនសែនមកដល់ថ្ងៃហ្នឹងគាត់អត់ខ្វល់ថាតើអាមេរិកនឹងដាក់ទណ្ឌកម្មឲ្យកម្ពុជានឹងរងគ្រោះប៉ុណ្ណាទេអត់ខ្វល់ប្រមាណទេគាត់ខ្វល់តែធ្វើម៉េចការពារអំណាចរបស់គាត់ហ្នឹងឲ្យបាននឹងណហើយដើម្បីការពារអំណាចនឹងណបានគាត់ត្រូវតែពឹងចិនបាទចិនហ្នឹងជួយការពារអំណាចរបស់គាត់អញ្ចឹងណាហើយបងពិសេសហ្នឹងគាត់យល់ចិត្តលោកហ៊ុនសែនជាងណាទាំងអស់អញ្ចឹងគាត់ត្រូវនិយាយភាសាហ្នឹងដើម្បីផ្គប់ចិត្តលោកហ៊ុនសែនអត់ខ្វល់ថាតើអាភាសារបស់គាត់ដែលនិយាយចេញទៅហ្នឹងវាប៉ះពាល់អីទៅដល់ទំនាក់ទំនងដៃគូចរចាជាមួយសហរដ្ឋអាមេរិកទេបាទលោកម៉ែណាតបើនិយាយអំពីអាវុធនិងសមត្ថភាពកងទ័ពអាមេរិកជាមហាអំណាចនៅលើពិភពលោកហេតុអ្វីបានជាដូចថាកម្ពុជាមិនស្វែងរកការវឹកវើជាមួយអាមេរិកឲ្យបានដូចថាញឹកញាប់បែរជាជ្រើសរើសយកចិនមកធ្វើការវឹកវើទៅលើកម្លាំងទ័ពរបស់ខ្លួនទៅវិញហើយស្របពេលដែលប្រទេសជិតខាងហ្នឹងកម្ពុជាដូចជាថៃជាអីហ្នឹងគេខិតខំពង្រឹងសមត្ថភាពគេនឹងជាមួយកងទ័ពអាមេរិកខ្លាំងណាស់ហើយគេមិនសូវឃើញមានការធ្វើសម្ពយុទ្ធអីជាមួយចិនអីដូចខ្មែរធ្វើទេហើយបើតាមយើងដឹងហ្នឹងគឺថាខ្មែរយើងហ្នឹងសុំផ្អាកនៃការធ្វើសម្ពយុទ្ធយោធាជាមួយនឹងចិនហ្នឹងកាលពីឆ្នាំ2017តែឥឡូវថ្មីនេះទើបតែ
បានចាប់ដើមកំពុងតែព្រមព្រៀងក្នុងការធ្វើសមយុទ្ធនឹងឡើងវិញប៉ុន្តែមិនដឹងថាតើនឹងធ្វើនៅពេលណាទេមានមន្ត្រីអាមេរិកខ្លះមន្ត្រីខ្មែរខ្លះបានប្រាប់ថាខ្លួននឹងបានសុំឲ្យមានការធ្វើសមយុទ្ធពីសហរដ្ឋអាមេរិកនឹងញឹកច្រើនលើកហើយក៏តែអាមេរិកបានបដិសេធដោយសារតែការធ្វើសមយុទ្ធគឺត្រូវការអនុម័តច្រើនណាលោកម៉ែណាតពីសភាផងពីរដ្ឋាភិបាលផងអញ្ចឹងសហរដ្ឋអាមេរិកលោកនឹងស្រាប់ហើយមានអាការិយាធិបតេយ្យហ្នឹងវាខ្ពស់បាទដូច្នេះមុននឹងធ្វើអ្វីមួយគឺត្រូវឆ្លងកាត់ទាំងការយល់ព្រមពីសភាពីរដ្ឋាភិបាលពីអីសិនមុននឹងបានមិនមែនដូចថាអូកម្ពុជាចង់ផ្អាកថ្ងៃហ្នឹងហើយស្អែកឡើងចង់បន្តវិញភ្លាមបាននោះទេដូច្នេះធ្វើឲ្យកម្ពុជានឹងមានការពិបាកក្នុងការស្វែងរកការធ្វើសមយុទ្ធយោធារវាងជាមួយនឹងសហរដ្ឋអាមេរិកទៅវិញតើចំណុចនេះលោកយល់យ៉ាងម៉េចដែរទៅលោកម៉ែណាតលោកសាដាលើកឡើងពីថៃវៀតណាមគេថាប្រតិបត្តិការល្អជាមួយអាមេរិកមិញហ្នឹងគឺជាចំណុចដែលយើងអាចយល់បានថាថៃនិងវៀតណាមហ្នឹងគេគិតប្រយោជន៍ជាតិគេជាចម្បងអញ្ចឹងណាបាទហើយគេឆ្លៀតសហប្រតិបត្តិការមួយអាមេរិកល្អតែគេក៏ឆ្លៀតពៀនយើងដែរអញ្ចឹងណាហើយសេដ្ឋកិច្ចថៃសេដ្ឋកិច្ចវៀតណាមហ្នឹងគេសហប្រតិបត្តិការដែលអាចមានការទុកចិត្តពីសហរដ្ឋអាមេរិកខ្ពស់ជាងខ្មែរទោះបីវាមានដាក់ការតម្លើងពន្ធនេះដូចគ្នាក៏ដោយណាហើយទោះបីយ៉ាងណាក៏ដោយឃើញទាំងវៀតណាមទាំងថៃហ្នឹងគេប្រឹងប្រែងណាស់ក្នុងនយោបាយចរចាជាមួយនឹងភាគីអាមេរិកហ្នឹងតែចំណែកឯកម្ពុជាវិញក៏ប្រឹងប្រែងដែរតែមិនមែនប្រឹងប្រែងចរចាដោយតម្លាភាពជាមួយសហរដ្ឋអាមេរិកទេតែប្រឹងប្រែងខណៈពេលដែលយើងកំពុងតែធ្វើដំណើរការចរចាជាមួយអាមេរិកក៏យើងប្រឹងប្រែងជាមួយចិនខ្លាំងដែរអាបែរហ្នឹងដែលយើងជជែកបាញ់មិញថាធ្វើឲ្យសហរដ្ឋអាមេរិកហ្នឹងគេមិនអាចជឿទុកចិត្តយើងបានទេអញ្ចឹងលោកសាស្ត្រាបាទហើយម្យ៉ាងទៀតដែលថាវៀតណាមនិងថៃគេស្រឡាញ់ជាតិគេនេះវាផ្ទុយអំពីកម្ពុជាយើងមើលគ្រប់កម្រិតទាំងតំណែងទំនួលនយោបាយទាំងតំណែងការទូតជាមួយប្រទេសវៀតណាមក៏ដោយជាមួយថៃក៏ដោយជាមួយចិនក៏ដោយគឺក្នុងកម្រិតមួយគេហៅថាកម្រិតការពារមុខមាត់ក្រុមគ្រួសារលោកហ៊ុនសែនទេមិនមែនការពារផលប្រយោជន៍ខ្មែរណាបាទបើលោកហ៊ុនសែនគាត់និយាយពីការពារផលប្រយោជន៍ខ្មែរខ្ញុំជឿថាលោកហ៊ុនសែនអាចដើរក្នុងជំហរនយោបាយជាតិត្រឹមត្រូវជាបច្ចុប្បន្នតែបច្ចុប្បន្ននេះគាត់ដើរតែក្នុងរង្វង់ការពារអំណាចក្រុមគ្រួសារគាត់តែប៉ុណ្ណឹងម្ល៉េះហើយគាត់អត់ខ្វល់ថាតើការចរចាជាមួយសហរដ្ឋអាមេរិកហ្នឹងជោគជ័យឬបរាជ័យអត់សូវខ្វល់ប៉ុន្មានបើជោគជ័យក៏យកបរាជ័យក៏យកហើយបើបរាជ័យទៅគឺត្រឡប់មកខ្មែរវិញរមមធ្យោបាយបកស្រាយការពារឋានៈរបស់ខ្លួនទៀតការពារហេតុផលរបស់ខ្លួនទៀតឃើញទេពីព្រោះអីពីព្រោះគាត់បង្ក្រាបទាំងអ្នកប្រជាធិបតេយ្យបង្ក្រាបទាំងសិទ្ធិមនុស្សបង្ក្រាបទាំងបណ្ដាញសារព័ត៌មានឯករាជ្យឃើញទេម្ល៉េះហើយបានធ្វើឲ្យអាស្ថានភាពកម្ពុជានឹងវាកាន់តែធ្ងន់ធ្ងរជាងមុនបាទលោកម៉ែណាតលោកគិតថាការចរចាវគ្គ2ដែលនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះនឹងទទួលនៅជោគជ័យកម្រិតណាដែរទៅបាទលោកម៉ែណាតចំណុចរឿងនេះខ្ញុំមើលទៅដូចជាមិនជោគជ័យអីទេលោកសាដាបើយើងមើលដំណាក់កាលនៃការចរចាជុំទី1ហើយនឹងយើងមើលតំណែងតំណងការបង្ហាញហេតុផលតំណែងតំណងចិនអាមេរិកតំណែងតំណងចិនកម្ពុជាហើយនឹងសកម្មភាពរវាងរដ្ឋាភិបាលកម្ពុជានិងចិនសពថ្ងៃហ្នឹងវាដូចជាមិនបង្ហាញឲ្យអាមេរិកហ្នឹងយល់ច្បាស់ថាខ្មែរយើងវាធ្វើនយោបាយឯករាជ្យមិនខ្មែរយើងធ្វើពាណិជ្ជកម្មឯករាជ្យទេអត់ទេហើយមួយទៀតដូចយើងបញ្ជាក់ជូនបាញ់មិញចឹងបញ្ហាសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរជាងមុនហើយនឹងបញ្ហាអក្រិតកម្មអនឡាញដែលពាក់ព័ន្ធនឹងក្រុមគ្រួសារហ៊ុនហ្នឹងក៏កាន់តែរីកដុះដាលជាងមុនអញ្ចឹងណាម្ល៉េះហើយបានថារឿងហ្នឹងយើងមើលទៅលទ្ធភាពនៃការដែលទទួលបានការយោគយល់ពីអាមេរិកប្រហែលជាស្ថិតនៅក្នុងស្ថានភាពច្បុកច្បល់ហ្នឹងលោកសាដា
ប៉ុន្តែលោកគិតថាបើកម្ពុជាសម្រួលស្ថានភាពនយោបាយស្ថានភាពប្រជាធិបតេយ្យស្ថានភាពអ្នកទុំអ្នកសការនៅក្នុងប្រទេសលោកគិតថាវាជាកញ្ចប់មួយដែលអាចធ្វើឲ្យកម្ពុជាមានលទ្ធភាពនៅក្នុងការជជែកអាចមានទឹកមាត់ប្រៃខ្លះដែរទេលោកម៉ែនណា